ម្ដាយបរំបំផុតខ្លាចតែកូនដើរខុសផ្លូវខ្លាចកូនទៅសែបគប់បាបប្រមិតខ្លាចកូនទៅសែបគប់ជនអសប្បុរសខ្លាចកូនមានមិត្តភក្តិមិនល្អខ្លាចកូនដើរផ្លូវខុសទៅប្រព្រឹត្តបងធំបងតូចទៅប្រព្រឹត្តលបែងគ្រឿងស្រវឹងគ្រឿងញៀនកិច្ចសាលាមិនប្រឹងរៀនមានភរិយាស្វាមីមិនប្រឹងប្រែងរកស៊ីម្ដាយព្រួយបារម្ភព្រួយជួសព្រួយចំនួនកូនខ្ញុំសូមបងគុំពួងរាងខព្រះសង្ឃវទាំងក្រុមសំទឹកចិត្តម្ដាយស្រឡាញ់កូនមិនចង់ឲ្យកូនលំបាកជាមួយទេចឹងក្មួយទាំងអស់គ្នាត្រូវចាំថាម្ដាយនិងឪពុករបស់យើងគាត់សិតតែបុគ្គលល្អលេខ1សម្រាប់យើងហ្នឹងហើយដូចអូនបានលើកមេក្រូកាន់បាញ់មិញហៀបនិងជូនសម្ភារៈនឹងជូនពោអ្នកម្ដាយបានលើកពោលថ្លែងយ៉ាងអ៊ូលដើមកថាបើមានជាតិក្រោយទៀតកូនសូមប្រាថ្នាឲ្យបានកើតជាកូនឪពុកម្ដាយជាតទៅទៀតបង្ហាញអំពីសេចក្តីស្រឡាញ់បង្ហាញអំពីការទទួលខុសត្រូវរបស់លោកឪពុកអ្នកម្ដាយថ្មីបើលោកឪពុកចែកឋានទៅតែអ្នកម្ដាយលោកប្រឹងប្រែងធ្ងន់ណាស់សម្រាប់កូនលោកមិនដែលត្អូញមិនដែលធ្ងោមិនដែលបង្ហាញអំពីសេចក្តីទុក្ខលំបាករបស់ខ្លួនឲ្យកូនដឹងម្ដងណាទេកូនត្រូវការអ្វីម្ដាយគត់គង់ឲ្យគ្រប់បែបគ្រប់យ៉ាងនេះហើយធ្វើឲ្យកូនទាំងឡាយមានអារម្មណ៍ថាកក់ក្ដៅណាស់ជ្រកក្រំលប់អ្នកម្ដាយនឹងហើយសែនអាសូរម៉ែណាតែម៉ែនៅតែម្នាក់ឯងម៉ែប្រឹងធ្វើឪផងធ្វើម្ដាយផងតើម៉ែពិបាកយ៉ាងណាធ្វើឲ្យកូនរំជួលក្នុងចិត្តធ្វើឲ្យកូនមានភាពក្តុកក្តួលដោយឃើញទំនួលខុសត្រូវរបស់អ្នកម្ដាយខ្ញុំចឹងហើយកូនសច្ចាប្រាថ្នាជាតិមុខជាតិក្រោយណាសូមឲ្យជួបលោកទៀតនេះគឺជាពាក្យដែលចេញពីបេះដូងរបស់កូនដែលខ្លួនយើងបានពោលអំបញ្ញមិញនេះម្ដាយក៏រំជួលក្នុងចិត្តឥតឧបមាដោយបានឃើញកូនរបស់លោកល្អទោះបីខ្លួនគុតគង់គ្រួសារមានការខ្វះកលាស់ដោយប្រការណាយ៉ាងណាក៏ដោយតែបានប៉ុណ្ណេះឃើញទឹកចិត្តកូនប៉ុណ្ណេះចេះយល់ចេះអធ្យាស្រ័យចេះដឹងទុក្ខទុរៈម្ដាយចេះដឹងធ្ងន់ដឹងស្រាលចេះស្រឡាញ់បងប្អូនចេះស្គាល់ចាស់ស្គាល់ទុំចេះគោរពចាស់ទុំគោរពតកូលរៀមច្បងម្ដាយសែនសប្បាយចិត្តម្ដាយមានអារម្មណ៍រំភើបឥតឧបមាកក់ក្ដៅណាស់សប្បាយចិត្តណាស់ដែលបានកូនល្អម្ដាយបរំបំផុតខ្លាចតែកូនដើរខុសផ្លូវខ្លាចកូនទៅសែបគប់បាបប្រមិតខ្លាចកូនទៅសែបគប់ជនអសប្បុរសខ្លាចកូនមានមិត្តភក្តិមិនល្អខ្លាចកូនដើរផ្លូវខុសទៅប្រព្រឹត្តបងធំបងតូចទៅប្រព្រឹត្តលបែងគ្រឿងស្រវឹងគ្រឿងញៀនកិច្ចសាលាមិនប្រឹងរៀនមានភរិយាស្វាមីមិនប្រឹងប្រែងរកស៊ីម្ដាយព្រួយបារម្ភព្រួយជួសព្រួយចំនួនកូនពីព្រោះម្ដាយចង់ឲ្យកូនល្អទាំងអស់គ្នាចង់ឲ្យកូន
ចេះដឹងគ្រប់គ្នាចង់ឲ្យកូនធូរធារគ្រប់គ្នាម្ដាយមិនចង់ឲ្យកូនលំបាកនោះទេអញ្ចឹងក្មួយត្រូវចាំអំរែករបស់ម្ដាយធ្ងន់ធ្ងរពេកហើយម្លោះហើយយើងចេះគ្រប់គ្រាន់ពាក្យថាចេះគ្រប់គ្រាន់ហ្នឹងបានន័យថាគុំទៀមទាម៉ែពេកគុំសំភារៈនិយមពេកល្មមសំគួរបានហើយដោយយល់ឃើញថាពីមុនឪនៅម្លោះហើយទាំងពីរទាំងឪទាំងម៉ែគាត់អាចរកគាត់គង់ឲ្យយើងតាមតម្រូវការហ្នឹងបានតែឥឡូវនៅតែម៉ែទេអញ្ចឹងតម្រូវការយើងចេះកាត់បន្ថយខ្លះល្មមប្រព្រឹត្តទៅបានយើងទទួលយកទៅកុំសម្លៀកបំពាក់សបោហួសហេតុពេកគុំប្រែមថ្លៃពេកសម្ភារៈអ្វីគ្រប់បែបយ៉ាងដែលជារបស់ចាំបាច់តម្រូវការចាំយើងទាពីម៉ែគុំទិញរបស់របរតម្រូវការខ្ជិះខ្ជាយពីព្រោះលុយមិនមែនស្រួលរកទេទ្រព្យរបស់មិនមែនស្រួលរកទេត្រូវចេះសន្សំសំចៃបើបានមកហើយចេះថែរក្សាគុំខ្ជិះខ្ជាយដើម្បីជួយកាត់បន្ថយចំណាយអំរែករបស់ម៉ែយើងនេះក្មួយត្រូវដឹងគ្រប់រូបអញ្ចឹងហើយត្រូវចេះយល់អញ្ចឹងកុំឲ្យមានតម្រូវការនឹងហួសហេតុពេកកុំមើលតាមគេណាកុំយកគ្រួសារគេមកប្រៀបជាមួយនឹងគ្រួសារយើងភ្លើងភ្លឺនៅផ្ទះគេវាខុសពីភ្លើងភ្លឺនៅផ្ទះយើងហេតុបច្ច័យផ្ទះគេវាខុសពីហេតុបច្ច័យផ្ទះយើងជីវភាពគេវាខុសពីជីវភាពយើងលោះហើយយើងមិនអាចទាមទារអ្វីតម្រូវការអ្វីឲ្យលើសប្រមាណដូចដែលគេធូរធារមានបានជាងយើងនោះទេបើយើងធ្វើដូច្នេះឈ្មោះថាដាក់អំរែកឲ្យធ្ងន់ទៅដល់អ្នកម្ដាយយើងហើយទីបំផុតទៅមានអីមានតែទឹកភ្នែកកូនចៅបើម៉ែទឹកភ្នែកយើងមានបាបកម្មជ្រៅណាស់គេថាហែលឆ្លងមហាសមុទ្រមិនស្មើនឹងហែលទឹកភ្នែកម្ដាយទេនឹងកូនក្មួយជ្រាបម្លោះហើយក្មួយត្រូវចេះយល់អធិស្ឋានអញ្ចឹងទៅយើងអាចប្រព្រឹត្តទៅបានណាសម្ភារៈសម្លៀកបំពាក់ទូរស័ព្ទនាឡិកាស្អីសពបែបសពយ៉ាងល្មមអាចប្រព្រឹត្តទៅបានយើងទទួលយកទៅអាហារចំណីចេះកាត់បន្ថយខ្លះអំពីតម្រូវការដែលមិនចាំបាច់ដើម្បីកុំឲ្យទម្ងន់នេះធ្ងន់ទៅលើអ្នកម្ដាយយើងគ្រួសារយើងត្រូវប្រឹងប្រែងនាំគ្នាប្រឹងប្រែងដើម្បីឲ្យម៉ែកក់ក្ដៅក្នុងបេះដូងក្នុងចិត្តម៉ែឡើងវិញកូនដឹងទេម្ដាយចង់បានភាពកក់ក្ដៅពីកូនម្ដាយចង់បានភាពកក់ក្ដៅខ្លាំងណាស់ពីកូនកាលណាបើម៉ែជុំកូនបានជុំគ្នាបានទទួលទានអាហារជុំគ្នាបាននិយាយស្ដីរកគ្នាឃើញកូនល្អក់ល្អើនសុខសុភមង្គលភាពកក់ក្ដៅរបស់ម៉ែយ៉ាងណាបើសិនណាម៉ែអង្គុយទៅបាត់ឈឹងកូនមិនដឹងមួយទៅណាមួយទៅណីមួយទៅណាពីរទៅណីអង្គុយព្រួយបារម្ភដឹងវាសុខវាទុក្ខយ៉ាងណាឮតែឡានពេទ្យភ័យព្រួយតិចកូនអញនៅក្នុងនងដឹងណាម្ដាយគិតអញ្ចឹងតតែឃើញកូនសុខសบายទៅបានចិត្តអសบายបារម្ភកូនគ្រប់ជំហានគ្រប់នាទីនេះទឹកចិត្តម្ដាយអញ្ចឹងយើងត្រូវចេះចែករំលែកបើកូននៅមិនទាន់មានគ្រួសារក្មួយដែលមិនទាន់មានគ្រួសារត្រូវតែនៅក្រោមម្លប់របស់ម្ដាយដោយផ្ទាល់ត្រូវគោរពពេលគោរពវេលាទៅណាមកណាឲ្យម្ដាយដឹងទៀងទាត់ពេលវេលាកុំឲ្យម្ដាយតឹងផ្លូវគាត់បារម្ភគាត់ព្រួយបារម្ភណាស់ជាពិសេសបារម្ភកូនស្រី
កូនដែលម្ដាយស្រឡាញ់ដូចកៅភ្នែកមួយចំហៀនក៏ម្ដាយបារម្ភដែរពីព្រោះគាត់ស្រឡាញ់ណាស់គាត់ស្រឡាញ់កូនគាត់ខ្លាំងណាស់គាត់ស្រឡាញ់កូនគាត់លួចសម្លឹងកូនគាត់លួចខ្នាញ់ក្នុងចិត្តកូនគាត់ចង់ស្ទុះទៅអោបតកងកូនប៉ុន្តែកូនវាធំហើយមិនហ៊ានជាដើមទឹកចិត្តម៉ែស្រឡាញ់កូនខ្លាំងណាស់ប៉ុន្តែយើងធំអស់ទៅយើងមិនសូវចាប់អារម្មណ៍ទេយើងអត់សូវចេះយល់អំពីអារម្មណ៍របស់ម្ដាយដែលស្រឡាញ់កូននឹងយ៉ាងណាទេអញ្ចឹងអ្វីដែលសំខាន់នឹងចេះយើងចេះមកផ្ដល់ភាពកក់ក្ដៅឲ្យម៉ែយើងក្រំតែសេចក្តីស្រឡាញ់គឺការល្អុកល្អអឿនក្នុងគ្រួសារទៅម៉ណាតាន់ពេលតាន់វេលាធ្វើអ្វីកុំឲ្យម្ដាយយើងពិបាកចិត្តបានន័យថាគុំឲ្យធ្វើអំពើខុសឆ្គំឆ្គងនៅក្នុងសង្គមទៅរៀនគឺរៀនទៅធ្វើការគឺធ្វើការមកវិញគឺឲ្យដល់ផ្ទះសម្បែងហើយជាពិសេសបានហូបជុំគ្នាបានទទួលទានអាហារជុំគ្នាជាមួយគ្នានឹងហើយម៉ែស្រឡាញ់ម៉ែសប្បាយអានឹងក្មួយទាំងអស់គ្នានឹងត្រូវយល់អំពីអារម្មណ៍តំណឹងណាត្រូវយល់ពីអារម្មណ៍តំណឹងដែលក្មួយចេះពោលពាក្យយ៉ាងពីរោះថាកូនស្រឡាញ់ម៉ែកូនឃើញសេចក្តីលំបាករបស់ម៉ែឃើញទុក្ខរបស់ម៉ែដូច្នេះកូនត្រូវធ្វើសេចក្តីល្អទាំងអស់នឹងឡើងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងសុតនបិដកភាគ16ក្តី19ក្តីនៅក្នុងសង្កេលកៈសូត្រជាដើមតកតងអំពីការតបកិច្ចដែលធ្វើជាម្ដាយឪពុកការតបកិច្ចដែលធ្វើជាកូនដ៏ល្អមាន5យ៉ាងម្ដាយទី1ម្ដាយតែងតែអប់រំទូនមានព្រានបដៅកូនបង្កើតកូនមកហើយមិនអាចបដែតបដោយបានទេត្រូវបង្ហាត់ត្រូវបង្រៀនត្រូវអប់រំត្រូវទូនមានត្រូវស្ដីត្រូវថាពីព្រោះការស្ដីថាអប់រំទូនមាននេះសំខាន់ណាស់ពីព្រោះលោកចង់ឲ្យកូនល្អសូមឲ្យកូនទាំងអស់ហ្នឹងគុំធុញទ្រាន់ជាមួយនឹងការដាស់តឿនក្រើនរំលឹករបស់ឪម៉ែពីព្រោះយើងយុវវ័យហើយបានទៅរៀនបានចេះដឹងក្រនបើហ្នឹងយើងគុំធ្វើក្រនជាងឪជាងម៉ែចេះស្ដាប់ដំបូន្មានចាស់ទុំបើម៉ែរៀនបានតិចជាងយើងក៏ហោចណាស់គាត់ឆ្លងកាត់បទពិសោធន៍ច្រើនជាងយើងស្គាល់សង្គមជ្រៅរាក់ជាងយើងដែរលហើយការអប់រំទូនមានព្រានបដៅពីឪពុកម្ដាយត្រូវចេះស្ដាប់និងទទួលយកទី2ម្ដាយឪពុកទាំងឡាយកាតព្វកិច្ចត្រូវតែហាមឃាត់កូនកុំឲ្យធ្វើអំពើខុសច្បាប់កុំឲ្យធ្វើអំពើអាក្រក់ឃើញកូនឆ្កប់ឆ្កងដោយពាក្យហាមកូនកុំឲ្យចេះប្រើពាក្យមិនសមគួរចំពោះចាស់ទុំចំពោះអ៊ំធំមេងពូអីលក្ខនឹងលក្ខឲ្យចេះពាក្យគួរសមឲ្យចេះពាក្យមានសុជីវធម៌ហាមកូនកុំឲ្យកូនមានកាយវិការមិនគួរគប្បីធ្វើអំពើខុសច្បាប់ខុសទម្លាប់ហាមអត់បដែតបដោយបានទេនេះទី2ហាមកូនទាំងឡាយមិនឲ្យធ្វើអំពើខុសច្បាប់ឬហៅថាកុំឲ្យធ្វើអំពើបាបទី3ជំរុញលើកទឹកចិត្តឲ្យកូនធ្វើល្អកូនបានធ្វើល្អម៉ែសប្បាយចិត្តកូនណាធ្វើល្អនិយាយល្អធ្វើល្អគិតល្អរៀនសូត្រប្រកែគោរពចាស់ទុំបានល្អមានសុជីវធម៌ល្អសរសើរកូនចំពោះមុខអ៊ំធំមីងមៀហើយបង្ហាញកូនដែលធ្វើមិនបានឲ្យកូនយកកូននេះជាគំរូគេធ្វើបានគេធ្វើល្អបានឲ្យកូនមាន
ឆន្ទៈមនសិការធ្វើអំពើល្អណានេះចំណុចទី3ម៉ែអប់រំកូនឲ្យធ្វើល្អទី4ត្រូវបញ្ជូនកូនគុតផ្គងកូនឲ្យរៀនសូត្រយើងជាគ្រូនៅគ្រូដើមហើយគ្រូដើមប៉ុន្តែត្រូវឲ្យកូនរៀនបានខ្ពង់ខ្ពស់ចប់ចុងចប់ដើមទៀតឲ្យកូនរៀនបានចប់សពគ្រប់គុតគង់កូនឧបត្ថម្ភកូនណាប្រឹងមែនតែនហ្នឹងឯងដើម្បីឲ្យកូនរៀនសូត្របានចប់ចុងចប់ដើមចឹងកូនត្រូវប្រឹងប្រែងបានម៉ែឧបត្ថម្ភឲ្យប្រឹងប្រែងឲ្យរៀនកុំឲ្យម៉ែពិបាកចិត្តម៉ែពិបាករលុយកាក់ឲ្យកូនរៀនណាកូនត្រូវប្រឹងនឹងទី4ទី5សំគុំកូនពេលដែលកូនរៀនចប់សពគ្រប់ហើយប្រមូលអស់ចុងក្រោយកូនប្រុសទៅរកលុយដណ្ដឹងប្រពន្ធឲ្យកូនទៀតរៀបចំរកប្រពន្ធសំគុំរៀបអាពាហ៍ពិពាហ៍ឲ្យកូនបបិចបបោយអស់អាគេអាករៀបការអស់អន្ថឹកអន្ថប់ឲ្យចែកមរតកឲ្យទៀតម្ដាយឪពុកខ្លះចែកផ្ទះម្ដាយឪពុកខ្លះចែកទ្រព្យសម្បត្តិខ្លះទៅចែកគេអាកនេះគេអាកនោះអស់ស្ទើរអស់ពីខ្លួនហ្នឹងហ่ะម៉ែឪចឹងចែកឲ្យកូនអស់ទីបំផុតទៅខ្លួនឯងស្ទើរតែគ្មានអីនៅសល់ក៏មានដែរណាម្ដាយមានកាតព្វកិច្ច5យ៉ាងហ្នឹងឯង5យ៉ាងហ្នឹងបញ្ជាក់ជូនឡើងវិញ1ម្ដាយជាអ្នកចិញ្ចឹមមើលថែកូន2ហាមមិនឲ្យធ្វើអំពើអាក្រក់3ឲ្យធ្វើអំពើល្អ4ឲ្យរៀនឲ្យសូត្រ5សំគុំកូនឲ្យមានភរិយាស្វាមីចុងក្រោយចែកគេមរតកឲ្យទៀតនេះជាតួនាទីកាតព្វកិច្ចគ្រប់ឪពុកម្ដាយទាំងឡាយទាំងពួងក្នុងលោក